ឈ្មោះនំបញ្ចុកផាក់លើពោធិ៍សាត់ក៏ប៉ុន្តែមិនលក់នៅម្ដុំសាដំកវិញអញ្ចឹងបាច់ឆ្ងល់ទេដោយសារតែពីមុនហ្នឹងគឺគាត់ជាអ្នកលក់នៅខេត្តពោធិ៍សាត់អញ្ចឹងណាហើយបើនិយាយទៅនំបញ្ចុកផាក់លើគាត់គឺគាត់លក់យូរឆ្នាំមែនតើហ្មងតែទឹមតាគាត់ខានលក់មួយរយៈបន្ទាប់មកឥឡូវហ្នឹងគាត់ក៏ចាប់ដាំលក់ម្ដងទៀតហើយក៏មានសន្ទុះគាំទ្រពីភ្ញៀវច្រើនខ្លាំងមែនតើហើយសម្រាប់មួយគាត់អីគឺដឹងពីរសជាតិគាត់ណោះថារសជាតិមិនដែរអញ្ចឹងណាហើយខ្ញុំមកលើកនេះយើងក្រោយគេហើយដោយសារតែឃើញមានបងអូនយើងអ្នក review គាត់មកច្រើនមែនតើខ្ញុំទឹមតាបាត់មកទេហើយសម្រាប់នំបញ្ចុកគាត់ហ្នឹងគឺគាត់លក់តាំងពីឆ្នាំ1998អញ្ចឹងសង្ស័យតែអ្នកមើលខ្លះអាយុប្អូននំបញ្ចុកគាត់ទៀតមកទៅតែនិយាយលេងសើចអីខ្ញុំដំបូងខ្ញុំគិតថាចាអូយនំបញ្ចុកផាក់លើរសជាតិវាគ្មានអីអស្ចារ្យទេវាមានតែនំបញ្ចុកជាមួយនឹងផាក់លើអីដូចយើងញ៉ាំនំបញ្ចុកមួយផាក់លើយើងឧបកិច្ចអញ្ចឹងណាប៉ុន្តែអត់ទេបងប្អូនទាំងគ្នាអើយនិយាយទៅឆ្ងាញ់ប្លែកមែនតើហ្មងហើយផាក់លើគាត់ហ្នឹងក៏គាត់មានលក់ជាគីឡូដែរ1គីឡូដូចជា60000ហើយមួយខាំ2ខាំហ្នឹងក៏គាត់លក់ដែរកន្លះគីឡូក៏គាត់លក់និយាយទៅតាមបេះដូងបងប្អូនទាំងគ្នាចង់ញ៉ាំប្រហែលអាចទិញគាត់ប៉ុណ្ណឹងបានអញ្ចឹងណាហើយសំខាន់ផាក់លើគាត់ញ៉ាំមកគឺអត់មានក្លិនមិនល្អញ៉ាំមកគឺឆ្ងាញ់ហើយមើលតការរៀបចំរបស់គាត់គឺដឹងហើយរបៀបអនាម័យស្អាតអញ្ចឹងណាហើយនៅក្នុងនំបញ្ចុកគេហ្នឹងគឺគេមានដាក់របៀបជីរបៀបសណ្តែកដីអីអញ្ចឹងទៅមានជ្រូកមានអីទៀតហើយមានទឹកត្រីមានអីខ្ញុំឃើញបងប្អូនខ្លះពេលដែលឃើញអ្នក review ផ្សេងគឺគាត់ថតប្រម៉ូទណាឃើញពីច្រើនវែកញ៉ៃរឿងទឹកត្រីថាហេតុអីក៏នំបញ្ចុកពោធិ៍សាត់មិនក៏មានទឹកត្រីអីចឹងសម្រាប់រឿងហ្នឹងខ្ញុំក៏អត់ច្បាស់ដែរក៏ប៉ុន្តែខ្ញុំលើកឧទាហរណ៍មួយនៅដូចនំបញ្ចុកទឹកម្ហិចអញ្ចឹងនំបញ្ចុកទឹកម្ហិចគឺល្បីខ្លាំងនៅខេត្តកពតហើយអ្នកខ្លះគឺគេធ្វើជាមួយនឹងត្រីរ៉ែអ្នកខ្លះគឺធ្វើជាមួយនឹងត្រីសាំបាក់អ្នកខ្លះធ្វើជាមួយនឹងត្រីអីផ្សេងទៀតតាមដែលគាត់គិតថាត្រីហ្នឹងវាឆ្ងាញ់សម្រាប់គាត់អញ្ចឹងដូចនំបញ្ចុកផាក់លើនេះអញ្ចឹងតែគាត់ដាក់ទឹកត្រីហើយមានអាទឹកសៀងទឹកអីនឹងគាត់ទៀតណាញ៉ាំមកគឺចូលជាតិគ្នាសាហាវអត់ប្រៃនិយាយទៅគឺល្មមឆ្ងាញ់រសជាតិហ្នឹងដែលយើងប្លែកគិតថាយើងអាចទទួលបានអារសជាតិបែបហ្នឹងពីមុនមកនិយាយទៅសម្រាប់មួយគាត់អាច comment នៅខាងក្រោមនឹងបានថារសជាតិមិនដែរអញ្ចឹងណាកុំឲ្យថាខ្ញុំចិត្តតែនិយាយថាឆ្ងាញ់ហើយសម្រាប់នំបញ្ចុកផាក់លើគាត់គឺលក់ចាប់ពីម៉ោង2ល្ងាចរហូតដល់ម៉ោង6 7យប់អញ្ចឹងណាតាមជាក់ស្ដែងអស់លឿនអស់យឺតអញ្ចឹងទៅហើយសម្រាប់ទីតាំងគាត់លក់គឺនៅជិតម្ដុំចេនឡាសាដំកហើយបើចង់ខលកំងគាត់ញ៉ាំអីក៏បានដែរខ្ញុំដាក់លេខគាត់នៅខាងក្រោម comment ឲ្យបាយ